មកយាមុនបងប្អូនមានធ្លាប់ឃើញវីដេអូហ្នឹងនៅលើ TikTok គឺ viral ខ្លាំងមែនតើថ្ងៃនេះខ្ញុំនឹងមកធ្វើការនិយាយអំពីរឿងរ៉ាវលម្អិតពីក្រោយវីដេអូហ្នឹងថាតើមានរឿងអ្វីកើតឡើងនៅក្នុងវីដេអូហ្នឹងមុនចាប់ផ្ដើមវីដេអូបងប្អូនកុំភ្លេចជួយទៅចុច Subscribe នៅ Channel YouTube របស់ខ្ញុំមួយផងហើយមានបងប្អូនយើងច្រើនតែគាត់ comment សួរពី Channel YouTube មាន Channel YouTube មានអីអត់ចឹងគាត់ចង់ចូលទៅមើលក្នុង Channel YouTube ចឹងហើយបងប្អូនអាចជួយទៅ Subscribe នៅក្នុង Channel YouTube របស់ខ្ញុំបានអរគុណច្រើនរឿងរ៉ាវហ្នឹងគឺបានកាត់ឡើងនៅក្នុងថ្ងៃទី6ខែមិនិនាឆ្នាំ1981នៅក្នុងសាលក្រមកាត់ក្តីមួយកន្លែងនៅក្នុងទីក្រុង Lubeck នៃប្រទេសអាល្លឺម៉ង់ការកាត់ក្តីនេះគឺជាការកាត់ក្តីទៅលើបរិសម្នាក់ដែលមានឈ្មោះថា Klaus Grabowski បរិសម្នាក់នេះគឺមានអាយុ35ឆ្នាំបរិសម្នាក់នេះគឺជាប់ចោទពីបទសម្លាប់កុមារីអាយុ7ឆ្នាំម្នាក់នៅក្នុងចំណោមមនុស្សដែលកំពុងមើលការកាត់ក្តីនៅក្នុងថ្ងៃនេះក៏មានស្ត្រីម្នាក់អាយុប្រមាណជាង30ឆ្នាំអង្គុយដោយស្ងៀមស្ងាត់ហើយនារីម្នាក់នេះគឺមានឈ្មោះថា Marine Pachmir នាងគឺជាម្ដាយរបស់ក្មេងស្រីដែល Grabowski នឹងបានសម្លាប់បងប្អូនរឿងរ៉ាវទាំងអស់គឺយើងត្រូវត្រឡប់ទៅកាន់ថ្ងៃទី5ខែមិនិនាឆ្នាំ1980កូនស្រីរបស់ Marine គឺនាងមានឈ្មោះថា Anna ដែលនាងមានអាយុទើបតែ7ឆ្នាំនាងគឺជាក្មេងម្នាក់ដែលលក្ខណៈថាចង់ចេះចង់ដឹងគាត់ចូលចិត្តសួរនាំច្រើនចូលចិត្តឆ្ងល់នេះឆ្ងល់នោះអញ្ចឹងបងប្អូនថ្ងៃមួយអេណាជាមួយនឹងម្ដាយរបស់នាងក៏មានការប្រកែកពាក្យសម្ដីគ្នាលក្ខណៈគាត់ឆ្លោះគ្នាមួយម្ដាយរបស់គាត់អញ្ចឹងណាដោយសារនាងគឺជាកូនក្មេងអញ្ចឹងតែមាននៅការអន់ចិត្តនៅថ្ងៃនោះដែរគឺនាងអត់បានទៅសាលាបងប្អូននាងចេញពីផ្ទះធម្មតាតែនាងក៏បានកិច្ចសាលាឲ្យដើរលេងអញ្ចឹងណាដើរលេងនៅក្នុងភូមិនឹងទៅបាទនៅក្នុងសង្កាត់ Lubeck ដែលនាងរស់នៅនឹងហើយនាងក៏បានដើរចុះដល់ឡើងក៏ទៅដល់ផ្ទះបរិសម្នាក់ដែលមានឈ្មោះថា Klaus Grabowski គឺជាជនជាប់ចោទដែលខ្ញុំបានលើកឡើងខាងលើហើយគាត់ក៏ចូលទៅលេងជាមួយនឹង Klaus Grabowski នឹងបងប្អូនឆ្ងល់ថាមិនបាននៅសុកនាងទៅចូលផ្ទះប៉ែហ្នឹងអញ្ចឹងដោយសារផ្ទះប៉ែហ្នឹងមានចំឆ្មាបងប្អូនហើយអាណានាងគឺជាមនុស្សម្នាក់ដែលស្រឡាញ់សត្វឆ្មាអញ្ចឹងណាហើយនាងនៅក្មេងគាត់ឃើញសត្វឆ្មាគាត់ក៏ចូលទៅលេងទៅមិនបានស្គាល់មនុស្សហ្នឹងទេបាទហើយពីមុនមកក៏នាងធ្លាប់មកលេងនៅកន្លែងហ្នឹងដែរកន្លែងរបស់អាប៉ែហ្នឹងរស់នៅអញ្ចឹងបងប្អូនគាត់មកលេងមួយសត្វឆ្មាអញ្ចឹងទៅវាមិនមែនជាលើកទី1ទេសម្រាប់ថ្ងៃហ្នឹងគឺជាថ្ងៃសោយរបស់នាងបងប្អូនបាទគាត់បានដើរមកលេងសត្វឆ្មានៅកន្លែងហ្នឹងដដែលហើយក៏ជួបជាមួយនឹង Klaus Grabowski ហ្នឹងដែលនាងគាត់ថាអាប៉ែហ្នឹងគឺជាមនុស្សដែលមានគ្រោះថ្នាក់អីទេដោយសារគាត់ធ្លាប់មកលេងកន្លែងហ្នឹងពីមុនមកដែរអញ្ចឹងណាមកលេងមួយសត្វឆ្មាមិនមកលេងមួយប៉ែហ្នឹងទេប៉ុន្តែអ្វីដែលនាងតូចកំសត់នឹងគាត់មិនបានដឹងគឺ Klaus Grabowski នេះគឺជាជនល្មើសដែលធ្លាប់ត្រូវបានគេកាត់ទោសនៅក្នុងឆ្នាំ1970បងប្អូនគាត់ត្រូវបានគេចោទប្រកាន់ពីបទស្រីជាច្រើននេះហើយថែមទាំងជាយច្បាច់កកូនក្មេងអាយុ6ឆ្នាំគឺតែបែបនេះរោគចិត្តមិនធម្មតាបងប្អូនហើយទោះបីជាគាត់ធ្លាប់ជាប់ពាក្យព័ន្ធជាមួយនៅរឿងក្តីទាំងអស់ហ្នឹងក៏ពិតមែនប៉ុន្តែគាត់ជាប់គុកក៏បានយូរដែរបែបនេះជាប់គុកបានតែមួយឆ្នាំគេដោះលែងអញ្ចឹងណាដោះលែងមែនប៉ុន្តែគេស្ថិតនៅក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចក្នុងឆ្នាំហ្នឹងវាច្បាប់វាមិនសូវតឹងរឹងឡើយហើយនៅក្នុងថ្ងៃនោះដែរ Grabowski ហ្នឹងឃើញអេណាមកលេងនៅជិតផ្ទះរបស់ខ្លួនមកលេងមួយឆ្មារបស់ខ្លួនហ្នឹងក៏បានលបួងលងលោមឲ្យនាងចូលទៅកាន់ផ្ទះរបស់ខ្លួនបាទហើយក៏បានធ្វើការបង្ខាំងនាងនៅក្នុងហ្នឹងហើយក៏បានធ្វើការនាងរហូតដល់នាងស្លាប់យើងក៏ឡែកមកមើលពីម្ដាយរបស់អេណាវិញបងប្អូននៅពេលដែលគាត់បាត់កូនស្រីរបស់គាត់ដែលមានអាយុទៅតែ7ឆ្នាំនោះអត់ឃើញចូលពេលយប់ហ្នឹងគាត់ក៏បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីសបាទរាយការណ៍ទៅកាន់ប៉ូលីសហើយចំណែកប៉ូលីសវិញក៏ទទួលបាននៅការខលចូលមកពីនារីម្នាក់ដែលអះអាងប៉ូលីសថាខ្លួនគឺជាគូដណ្ដឹងរបស់បរិសម្នាក់ដែលមានឈ្មោះថា Klaus Grabowski នឹងដោយនាងបាននិយាយថាគូដណ្ដឹងរបស់នាងបានសារភាពប្រាប់នាងថាគាត់បានសម្លាប់ក្មេងស្រីម្នាក់ប៉ូលីសឮចឹងហើយក៏បានធ្វើការចោះទៅទីតាំងផ្ទាល់ហើយក៏បានរកឃើញនៅសាកសពរបស់អេណាដែលត្រូវបានគេចោទចូលទៅក្នុងឡានហើយបោះចោលចូលទៅក្នុងបន្លាយមួយនៅតំបន់ហ្នឹងហើយនៅក្នុងយប់តែមួយនោះដែរ Grabowski ក៏ត្រូវបានប៉ូលីសបានចាប់គាត់ខ្លួននៅនឹងកន្លែងតែម្ដងបន្ទាប់ពីធ្វើការចាប់ខ្លួនប៉ូលីសក៏បានសាកសួរចម្លើយទៅលើ Grabowski ហ្នឹងបងប្អូន Grabowski ហ្នឹងក៏បាននិយាយកុហកថាកុមារីអេណាហ្នឹងបានគំរាមគាត់ថាបើសិនបើគាត់មិនអោយលុយនាងនឹងប្រាប់ម្ដាយរបស់នាងថាគាត់នឹងបំពេញនាងក៏ទៅកុហកមិនទំនងបងប្អូនក្មេងស្រីអាយុ7ឆ្នាំទៅគំរាមមនុស្សចាស់អាយុប៉ុណ្ណឹងប៉ុន្តែចម្លើយនោះគឺមិនត្រូវបានគេយកជាការហើយគាត់ក៏មិនត្រូវបានគេដោះលែងបងប្អូនដោយសារតែគេដឹងពីប្រវត្តិដ៏ស្មោកគ្រោករបស់គាត់អញ្ចឹងណាម្ដាយរបស់អេណាបន្ទាប់ពីទទួលបានដំណឹងថាកូនរបស់គាត់ត្រូវបានគេសម្លាប់ដោយការរំលោភបំពានគឺគាត់មានការឈឺចាប់ខ្លាំងមែនទែនបងប្អូនគាត់ក៏បានរៀបចំគម្រោងនៅក្នុងការសម្លាប់ Grabowski ហ្នឹងណាបាទដោយគាត់បានធ្វើការបញ្ជាទិញកំភ្លើងខ្លីមក Beretta 22 pistol ចាំខ្ញុំដាក់រូបខាងលើបាទពីទីផ្សារងឹតមកឈានមកដល់ថ្ងៃទី6ខែមិនិនាឆ្នាំ1981បើយើងនិយាយទៅមួយឆ្នាំល្មមរឿងក្តីហ្នឹងបានគេយកមកឡើងតុលាការបងប្អូននាងក៏បានយកកំភ្លើងដែលនាងបានបញ្ជាទិញពីទីផ្សារងឹតចូលទៅក្នុងសាលក្រមកាត់ក្តីបងប្អូននៅកំឡុងពេលសម្រាប់នៃការកាត់ក្តីនោះ Marine នាងបានក្រោកឈរពីកន្លែងអង្គុយ
យរបស់នាងដោយដើរសម្ដៅមកចំពីមុខឃាតករដែលបានសម្លាប់កូនស្រីរបស់គាត់នឹងហើយក៏បានធ្វើការបាញ់ចំនួន7គ្រាប់មានមនុស្សជាច្រើននៅកន្លែងកាត់ហេតុបាននិយាយដូចគ្នាថានៅពេលដែលនាងបាញ់ឃាតករនោះហើយភ្នែករបស់នាងគឺពោពេញទៅដោយទឹកភ្នែកនៃការឈឺចាប់បងប្អូនហើយនាងក៏បាននិយាយថាខ្ញុំបានសម្លាប់វាហើយវាគឺជាឃាតករសម្រាប់កូនស្រីរបស់ខ្ញុំចង់បាញ់ទៅលើផ្ទៃមុខរបស់វាប៉ុន្តែខ្ញុំបែរជាបាញ់ត្រូវខ្នងហើយខ្ញុំសង្ឃឹមថាវានឹងស្លាប់នេះគឺជាពាក្យសម្ដីដែលគាត់និយាយបន្ទាប់ពីបាញ់ទៅលើឃាតករដែលសម្រាប់កូនរបស់គាត់ហើយហ្នឹងបងប្អូនក្រោយពីគាត់បាញ់ហើយគាត់បានរត់តាបងប្អូនគាត់ឈរនៅកន្លែងហើយប៉ូលីសក៏បានចូលមកធ្វើការចាប់ខ្លួនគាត់ភ្លាមតែម្ដងរឿងក្តីហ្នឹងគឺមានភាពល្បីល្បាញខ្លាំងមែនទែនជុំវិញពិភពលោកបន្តពេលបច្ចុប្បន្នហ្នឹងហើយរឿងក្តីរបស់គាត់ក៏ត្រូវបានក្រុមហ៊ុនរឿងដ៏ល្បីបានយកទៅចងក្រងផលិតជាខ្សែភាពយន្តបងប្អូនអាចទៅស្វែងរកបានតាមអ៊ីនធឺណិត